nhom thua ní mẹ nằm bay ta khuôn ai ấy đôi nhom ăn dậy chân tha khổ sai nhom có chia ta hiền này bà mẹ nhóm ôn phò nhóm bông sấy bông thay nhóm cứ vậy tha cứ sân tại nơi chùa một tầng chẳng nhom miên là rắm mũi tha hai đấy bạn nhom tay trả lực bịa mũi tha dương từ tên nhà bạn kế được do lôi màu tên ai cái tên gặp lương cho một man dương nó của nhóm miên khổ sai nơi chùa một chẳng nhom bà rắm bị sập việc bảo bộ quạt nhom vô tha ở thom đá cả môn miên bánh há dương ở toàn miên bánh há ấy chẳng bộ món bà lật nơi bật tê nắng nhom dồi vì buồn nắng giờ toàn miên bánh há ấy tê tay nhóm trong đau sầm khăn tới lơ khỏi tê miên bánh há vì buồn dương ban vô lôi ai cái hao ấy sai tự kết nơi sọc thái ai vậy bánh ha khỏi tê để dương tệ ca dương lên bà lật tập hon nó không bật tê thay á sai tự kết cái cứ chọc vậy tới down fall cua xăm này mền thom đài trong bên ha bông miên lôi vô tới bà lật tròn mền tên nó không bật tê năng đặc biệt là bộ bông độ tranh màu chẳng cứ smart nằng dương bằng ai sai tự kết cái được nhiều chẳng ấy bẹ qua một bi thì vinh cái tha của miền mặt tệ mất tha nhân sự đại chả tam bất bong đăng tham ánh qua một chừng ca bong thở chả chẳng chừng nuôi ca bong cứ chỉ xịt vô đi chừng chẳng á xịt vô đi chừng cứ đà rá cột đà rá hay nâng nẹt lực bấy cho ta không xịt vô qua tầng hay miền nẹt khác còn lượng láng tha chừng nuôi cá khỏi nhóm qua quạt đáy ta hai ấy miền rừng chân nhung của trong lương hưởng hai pho nâng làm ở đây của em miên còn nè miên lại cái đây hai là bị học tới đập bay như vậy biển năng nhung chẳng á chân nhung của trong bọ xẻ đây chân xịt vô pho quạt squall group một trăm brand quạt squall group nè là bay chân ao tại quạt squall admin quạt admin sứt luôn với nhau mẹ quạt admin sứt tơ nhau mẹ quạt admin group mà nữa đại châu xịt vô quạt admin sứt lược lang hai pho ấy được bắt qua nhau mẹ bộ côn mà nè cứ còn miên sức nâng ca cất riêng luôn em như mà đáy khai bạc po lại bỏng vô đáy xa tăngពីមានបញ្ហាភ្លាមគឺខ្ញុំបាន post នៅលើ share នៅលើ social media personal account ខ្ញុំហៅអីបើសិនជាខ្ញុំដឹងថាអូខេ brand ហ្នឹងគឺជាផលិតផលរបស់ប្រទេសហ្នឹងឬក៏ផលិតផលដែលបានផលិតនៅប្រទេសហ្នឹងក្រោយពេលដែលមានសង្គ្រាមហើយគឺខ្ញុំសូមអត់ទទួលផ្សព្វផ្សាយទេអញ្ចឹងសម្រាប់ខ្ញុំហ្មងខ្ញុំឈរនៅលើគោលចំហរបស់ខ្ញុំមួយខ្ញុំធ្វើនេះមិនមែនដើម្បីតែខ្លួនឯងទេដូចខ្ញុំបាននិយាយចឹងថាគ្រូសាខ្ញុំក៏ជាតាហ៊ានដែរប៉ាម៉ាក់ខ្ញុំប្អូនប្រុសខ្ញុំបងស្រីបងថ្លៃខ្ញុំគឺនិយាយថាគឺសិតសឹងតែនៅជួរមុខទាំងអស់អញ្ចឹងខ្ញុំមានអារម្មណ៍មួយថាហេតុអីបើខ្ញុំតែងតែលើកពាក្យមួយថាយើងទៅទិញអីវ៉ាន់គេដូចយកលុយមកទិញឲ្យគេទិញកំភ្លើងយកមកបាញ់យើងហ្នឹងព្រោះខ្ញុំមានគ្រូសានៅជួរមុខអញ្ចឹងខ្ញុំបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ដូចយើងដឹងអីថាគេមានអីគេខ្លះអាវុធធនគេប្រប៉ុណ្ណាអីប្រប៉ុណ្ណាគឺយើងដឹងថារងថ្ងៃហ្នឹងខ្ញុំយល់ថាធម្មតាកាមុនមានបញ្ហាយើងអត់ទាន់មានបញ្ហាអីចឹងពួកបងផលិតនៅប្រទេសហ្នឹងខ្ញុំយល់ពីព្រោះអាហ្នឹងយើងអត់ទាន់មានបញ្ហាអីទេតែខ្ញុំចង់ផ្ដោតសំខាន់ទៅលើក្រោយពេលមានបញ្ហាពីព្រោះយើងបានយកលុយឲ្យគេហើយសេដ្ឋកិច្ចនៅស្រុកថៃអាចនិយាយបានថាក្រោយពេលដែលយើងពហិការយើងលែងផលិតផលនៅក្នុងប្រទេសថៃសេដ្ឋកិច្ចគេគឺចុះនិយាយទៅ down fall គួរសមដែរមិនមែនធម្មតាអញ្ចឹងមានថាបងមានលុយយកទៅផលិតច្រើនមែនតើនៅក្នុងប្រទេសហ្នឹងដល់ពេលឥឡូវពួកបងដកចេញមកអញ្ចឹងគឺស្មើនឹងយើងបងអាក់សេដ្ឋកិច្ចគេដូចគ្នាអញ្ចឹងធ្វើឲ្យប្រទេសហ្នឹងគឺអត់សូវមានធនធាននៅក្នុងការយកលុយទៅទិញអីវ៉ាន់ទាំងអស់ហ្នឹងយកមកទុកធ្វើបាបយើងឯងពីព្រោះគេបដោតសំខាន់ហើយឯងគោលដៅគេគឺយើងអញ្ចឹងនៅពេលដែលយើងអាចបណ្ដោះគំនិតប្រជាពលរដ្ឋយើងឲ្យស្រឡាញ់ហើយខ្ញុំយល់បងនិយាយថាពហិការផលិតផលចាស់ប៉ុន្តែខ្ញុំបានមែនទេចាពហិការផលិតផលថ្មីរបស់ម្ចាស់ brand ដែលផលិតនៅប្រទេសសៀមខ្ញុំយល់ថាវាអាចប៉ះពាល់អារម្មណ៍បងព្រោះបងមានស្តុកចាស់ច្រើនប៉ុន្តែនៅពេលដែលយើងពហិការបានសម្រេច 100% អីវ៉ាន់បងផលិតនៅប្រទេសផ្សេងបងលក់ស្តុកបងចាស់អស់បងផលិតនៅប្រទេសផ្សេងគឺយើងនឹងមានតែកំណើនប្រជាជន support ផលិតផលក្នុងស្រុកអត់មានផលិត support ផលិតផលរបស់ប្រទេសសៀមទៀតទេបងយល់ខ្ញុំនិយាយអត់មានន័យថាដូចខ្ញុំនិយាយបញ្ជាក់តាំងពីមុនហ្នឹងអញ្ចឹង brand ខ្លះដូចរបស់បងឡាកាម៉ូគឺម្ចាស់ brand នៅក្នុងប្រទេសខ្មែរផលិតនៅប្រទេសសៀមផលិតផលចាស់ប៉ុន្តែមានអីវ៉ាន់ផ្សេងទៀតដែលជា brand របស់សៀមតែម្ដងយកមកលក់នៅស្រុកខ្មែរខ្ញុំចង់ផ្ដោតសំខាន់ទៅលើហ្នឹងដូចគ្នាអញ្ចឹងបើសិនជាយើងអត់ទិញផលិតផលហ្នឹងទេប្រជាជនប្រកាសជាងាកមក support អ្វីដែលជារបស់ខ្មែរយើងហើយខ្ញុំជឿជាក់ថា ingredient ម្ចាស់ brand មួយដូចបងនិយាយចឹងថាផលិតផលបងគឺតម្លៃនៅក្នុងគួរសមមួយមានថាបងចម្រាញ់យក ingredient ដែលល្អៗដើម្បីឲ្យប្រជាជនយើងពេលដែលគាត់បានប្រើប្រាស់ផលិតផលហើយវាទទួលបានផលិតផលល្អធ្វើអត់បងអញ្ចឹងមិនថាផលិតនៅប្រទេសណាបងនឹងនៅតែប្រើប្រាស់ ingredient ល្អដូចគ្នាអញ្ចឹងអាហ្នឹងជាគោលការណ៍សំខាន់របស់ខ្ញុំនៅក្នុងការពហិការគឺខ្ញុំចង់ឲ្យសេដ្ឋកិច្ចស្រុកខ្មែរដើរនៅពេលដែលយើង support អីវ៉ាន់ local brand វាស្មើនឹងយើង
ជួយពង្រីកក៏ដូចជាបង្កើននៅកំណើនសេដ្ឋកិច្ចនៅក្នុងស្រុកយើងដូចគ្នា ហើយពាក់ព័ន្ធមួយ B សេរីវិញគេថាខ្ញុំគេថាក៏មានមតិមកថាខ្ញុំសម្ដែងចាអញ្ចឹងក៏លើកឡើងថាដើមដងនិយាយណាមិញហ្នឹងណាដើមដងសួរថាមិនហេតុផលអីបានពួកខ្ញុំជួគ្នាពេលក្រៅនេះឥឡូវដើមដងឲ្យសួរទៅកុំឲ្យថាខ្ញុំឆ្លើយព្រោះដើមដងឲ្យសួរមុនហ្នឹងឡើងថាការឆ្លុះគ្នាជាមួយមេនឹងវិទ្យារីប៉ុណ្ណឹងលទ្ធផលស៊ីមេហ្នឹងគឺជាការសម្ដែងគឺជាការរៀបចំអញ្ចឹងចាចំពោះការលើកឡើងហ្នឹងតាមមេចូលយ៉ាងណាដែរតាមពិតបងដឹងថាម្នាក់ឯងស្គាល់មួយជំនួយការបងច្រើនចាអញ្ចឹងជំនួយការបងគឺជាស្ទីឌីយោរាជធានីអញ្ចឹងស្ទីឌីយោរាជធានីគឺតារាគ្រប់តារាហើយនិងអ្នកល្បីចូលទៅក្នុងស្ទីឌីយោគាត់ទាំងអស់ហើយមានអ្នកខ្លះគាត់លើកឡើងថាជំនួយការខ្ញុំស្គាល់គាត់ដែរតែហេតុអីមានរឿងអញ្ចឹងខ្ញុំក៏ចង់លើករឿងហេតុផលនឹងឡើងមកដែរព្រោះអីមានក៏មានអ្នកគេដែលហារបៀបផុសទៅដើម្បីនិយាយពីអាហ្នឹងខ្ញុំអញ្ចឹងណាអញ្ចឹងខ្ញុំក៏ចង់បកស្រាយដែរអញ្ចឹងសិទ្ធិយោរបស់គាត់ស្គាល់គ្រប់ម្ចាស់ brand គាត់ស្គាល់គ្រប់អ្នកល្បីអញ្ចឹងឲ្យតែគាត់ស្គាល់អត់មានគាត់អត់មានសិទ្ធិឆ្លោះមកខ្ញុំមែនគាត់អត់មានសិទ្ធិទៅខ្ញុំមែនគាត់អត់មានគ្រប់មនុស្សដែលចូលសិទ្ធិយោគាត់អត់មានសិទ្ធិលើកឡើងហេតុផលអីដែលប៉ះពាល់ខ្ញុំមែនបុគ្គលម្នាក់គឺគាត់មានសិទ្ធិនឹងការគិតរៀងខ្លួនអញ្ចឹងដូចខ្ញុំលើកឡើងមួយចែកឈីងដែលគាត់ធ្លាប់មានបញ្ហាមួយខ្ញុំនឹងបងប្អូនណាក៏ស្គាល់ដែរចែកឈីងជាមួយនឹងខ្ញុំស្គាល់មួយមិត្តភ័ក្តិដែលខ្ញុំចិត្តស្និទ្ធនឹងហ្មងមិត្តភ័ក្តិដែលចិត្តស្និទ្ធហ្នឹងចិត្តស្និទ្ធមួយខ្ញុំហើយមួយចែកឈីងទៀតតែពីរអ្នកខ្ញុំមានបញ្ហាមួយគ្នាអានេះខ្ញុំចង់លើកឡើងអញ្ចឹងណាបងប្អូនកុំគិតថារាជនីស្ទីឌីយោគាត់ជាជំនួយការខ្ញុំដល់ពេលរាជនីស្ទីឌីយោស្គាល់មួយគាត់អញ្ចឹងមិនហេតុអីបានពីរអ្នកនឹងឆ្លោះគ្នាអត់អាចហាមគាត់គេបានទេតែបងគាត់មិនបានឆ្លោះមួយឯងដែរហើយឯងគាត់មិនបានឆ្លោះមួយបងដែរចាគឺបងចង់និយាយបញ្ជាក់អញ្ចឹងហ្មងគឺមនុស្សខ្ញុំអត់ឆ្លោះមួយគេទេអញ្ចឹងគាត់លើកហេតុផលមកខ្ញុំលើកហេតុផលទៅហើយរឿងនេះគឺអត់មានអូនលើកហេតុផលមកបងលើកហេតុផលទៅវាជារឿងមួយដែលយើងអត់បងអត់បានពលសង្គមអាហ្នឹងចង់បញ្ជាក់អញ្ចឹងចាអញ្ចឹងគ្រាន់ថាខ្ញុំចង់បញ្ជាក់ថារឿងនេះគឺពួកខ្ញុំអត់បានសម្ដែងហ្នឹងហើយ